ដែលខ្ញុំបានកម្ចីពីធនាគារមកខ្ញុំរីកចម្រើនព្រោះខ្ញុំបានប្រកបមុខរបរខ្ញុំហើយបានជីវភាពធូរធារជាងមុនមានដីចកាដីអីអញ្ចឹងហើយដីភូមិអីខ្ញុំមាននៅអញ្ចឹងពីមុនខ្ញុំអត់មានទេខ្ញុំមកខ្ញុំនៅសុំដីគេខាងមុខតែពេលដែលខ្ញុំបានប្រាក់កម្ចីពីធនាគារមកខ្ញុំសន្សំទិញបានដីបានអីនៅគេឯងដែរខ្ញុំឈ្មោះមនកំសានអាយុ45ឆ្នាំរស់នៅភូមិថរងចងស្រុកអូជុំខេត្តរតនគិរីរាល់ថ្ងៃខ្ញុំប្រកបមុខរបរបណ្ដុះផ្សិតដំណាំហ្នឹងវាស្រួលដូចថាគេចូលចិត្តយើងបានប្រមាណក៏អត់សល់ដែរទីផ្សារស្រួលអត់ដូចដំណាំអីផ្សេងទេដំបូងខ្ញុំរកស៊ីលក់ពងមាន់អាំងហើយលក់ម្ជូរខ្ញុំបានលុយមកពីខ្ញុំខ្ចីខាងធនាគារចំនួន3000លក់ឲ្យខ្ញុំបានលុយខ្ញុំសន្សំខ្ញុំធ្វើរោងផ្សិតម្ដងតិចម្ដងតិចហ្នឹងរោងផ្សិតហ្នឹងខ្ញុំធ្វើ3ដងមួយដងបាន4បន្ទប់ម្ដងទៀតបាន4បន្ទប់ហើយក្រោយនោះខ្ញុំធ្វើ2បន្ទប់ប្តីរបស់ខ្ញុំប្រកបមុខរបរនេសាទគាត់រកចំណូលក្នុងមួយថ្ងៃបានវាអត់ទៀងដែរជួនកាលគាត់បាន60000ទៅជួនកាលរហូតដល់100,000តែមួយរយៈភ្លៀងហ្នឹងគាត់បានជាទូទៅគឺ50000 40000ការចំណាយខ្ញុំដាក់ម្ដងវា2បន្ទប់អញ្ចឹងវាអស់570000ហ្នឹងថ្មីសម្រាប់ថ្មីដល់ពេលលើកទី2អញ្ចឹងយើងត្រូវចំណាយដែរតែចំណាយអស់តិចជាងលើកទី1ឯងអស់តែ24000ទេលើកទី3ក៏យើងចំណាយអស់2400000ដូចគ្នាដែរលើកទី1ខ្ញុំប្រមូលផលបាន1.5 លានទៅ1.8 លានហ្នឹងថ្មីទាំងអស់ហើយលើកទី2មកច្បាំងយើងត្រឡប់ហ្នឹងបានតែត្រឹម80ទៅ1លានទេហើយលើកទី3ហ្នឹងខ្ញុំក៏ច្បាំងយើងចាស់ដែរតែយើងថែមក្រាលថែមបន្តិចអញ្ចឹងយើងបានប្រហែលលើកទី2ដែរមុខរបរហ្នឹងវាសំខាន់សម្រាប់គ្រួសារខ្ញុំគ្រាន់ឲ្យកូនវាលក់ដូរនៅផ្ទះប៉ុណ្ណឹងព្រោះសង្ហៃហ្នឹងជួយកូនឲ្យរៀនសិនឲ្យរៀនទាំងអស់5នាក់ហ្នឹងឲ្យរៀនចប់អស់ណាចង់រៀនបន្តទៀតក៏រៀនរាល់ថ្ងៃកូនខ្ញុំរៀនបងនិស្សិតឆ្នាំទី4ឆ្នាំនេះហើយវិស័យមួយទៀតហ្នឹងចាប់ឆ្នាំទី1ចូលទី2ឆ្នាំហ្នឹងដែរហើយមួយមិញហ្នឹងថ្នាក់ទី12ប្រឡងឆ្នាំហ្នឹងហើយ2ទៀតថ្នាក់ទី9ពេលដែលខ្ញុំបានកម្ចីពីធនាគារមកខ្ញុំរីកចម្រើនព្រោះខ្ញុំបានប្រកបមុខរបរខ្ញុំហើយបានជីវភាពធូរធារជាងមុនមានដីចកាដីអីអញ្ចឹងហើយដីភូមិអីខ្ញុំមាននៅអញ្ចឹងពីមុនខ្ញុំអត់មានទេខ្ញុំមកខ្ញុំនៅសុំដីគេខាងមុខតែពេលដែលខ្ញុំបានប្រាក់កម្ចីពីធនាគារមកខ្ញុំសន្សំទិញបានដីបានអីនៅគេឯងសន្សំបានអញ្ចឹងខ្ញុំយកទៅទិញដីចកាចន្ទីបាន3ហាត់កន្លះក្រោយហ្នឹងបានលុយមកពីការខ្ញុំខ្ចីប្រាក់ពីខាងធនាគារខ្លះទៅគឺខ្ញុំរកបានខ្លះខ្ញុំបញ្ចូលគ្នាទិញបាននៅឆ្នាំ2019កម្ចីតបច្បាប់ហ្នឹងគឺងាយស្រួលយើងខ្ចីស្រួលពេលដែលយើងសងគាត់ក៏ស្រួលដែរលើសខ្លះបន្តិចជួយគាត់អត់មានថាឲ្យយើងទេតែកម្ចីមិនស្របស្ដាប់គឺមានផលវិបាកបើយើងឲ្យគេមិនទាន់គឺគេថាឲ្យយើងស្ដីឲ្យយើងហើយគេយកការយើងច្រើន